សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលទៅកាមីនៅថ្ងៃនេះយើងនឹងមកបន្តនៅសាច់រឿង ReZero បន្តទៀតនៅវគ្គមុនខ្ញុំពិតជាសុំទោសទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែននៅពេលដែល Subaru គាត់គឺបានហក់សម្លាប់ខ្លួនហ្នឹងគាត់គឺស្លាប់8ដងហើយប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំមិនបានកែលេខ7ទៅជាលេខ8ទេខ្ញុំក៏នៅតែដាក់លេខ7ដដែលអាចនិយាយបានថាវាគឺជាកំហុសរបស់ខ្ញុំក៏បានដែរដោយសារតែពេលហ្នឹងគឺខ្ញុំធ្វើពី3ភាគបូកបញ្ចូលគ្នាគឺខ្ញុំហត់មែនទែនគ្នាយើងអញ្ចឹងហើយខ្ញុំគឺអត់សូវមានពេលកែអារឿងពួកអស់ហ្នឹងទេអញ្ចឹងទៅខ្ញុំអាចនឹងភ្លេចអញ្ចឹងណាអញ្ចឹងហើយឥឡូវគឺខ្ញុំដូរមកដាក់លេខ8វិញហើយអញ្ចឹងមានន័យថាវគ្គមុន Subaru គឺគាត់ស្លាប់8ដងហើយអញ្ចឹងហើយកុំឲ្យគ្នាយើងយល់ច្រឡំឥឡូវយើងចូលទៅកាន់វីដេអូតែម្ដងហេតុការណ៍បានបន្តនៅពេលដែល Subaru, Rin ហើយនិង Ram ពួកគេទាំង3គឺបានធ្វើដំណើរមកលេងភូមិហើយវាគឺដូចជារាល់ដងអញ្ចឹងគឺមានជាមួយនឹងប្រជាជនជាច្រើនមើលទៅកាន់ពួកគេគឺពិតជាចូលចិត្តទៅកាន់ Subaru ខ្លាំងណាស់ជាពិសេសគឺមានជាមួយនឹងចាស់ៗមួយចំនួនពួកគាត់ក៏បានដើរមកប៉ះ Subaru ដូចគ្នាប៉ុន្តែនៅក្នុងចំណោមក្មេងៗទាំងអស់គឺមានជាមួយនឹងក្មេងស្រីម្នាក់មើលទៅកាន់នាងហាក់ដូចជាមិនសប្បាយចិត្តនោះទេនៅពេលដែល Subaru បានសួរទៅកាន់នាងបានប្រាប់ទៅកាន់ Subaru ថានាងគឺបានຕົកជាមួយនឹងកូនឆ្កែទូចមួយឯនៅតែម្នាក់ឯងអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏សម្រេចចិត្តថាធ្វើដំណើរទៅលេងជាមួយនឹងកូនឆ្កែមួយនោះប៉ុន្តែនៅពេលដែល Subaru កំពុងតែលេងវាគាត់ក៏ត្រូវបានសត្វឆ្កែមួយនោះខាំមកកាន់គាត់ម្ដងទៀតនៅពេលដែល Subaru, Ren ហើយនិង Ram ពួកគេគឺបានចំណាយពេលអស់រយៈពេលមួយថ្ងៃទីបំផុតពួកគេគឺបានធ្វើដំណើរត្រឡប់មកផ្ទះវិញហើយចំណែកឯនៅថ្ងៃនេះវិញ Roswell គាត់គឺមិនបាននៅផ្ទះជាមួយនឹងពួកគេទេគាត់គឺបានប្រាប់ទៅកាន់ពួកគេថាគាត់គឺមានជាមួយនឹងរឿងសំខាន់ដែលគាត់ត្រូវតែធ្វើអញ្ចឹងហើយសូមឲ្យពួកគេមើលផ្ទះមកកាន់គាត់ផងមុននឹងគាត់ធ្វើដំណើរចាកចេញគាត់គឺបាននិយាយទៅកាន់ Subaru ថានៅពេលនេះគាត់គឺទុកចិត្តទៅកាន់ Subaru ហើយថាគាត់នឹងមើលថែពួកគេឲ្យបានល្អរួចគាត់ក៏បានហោះចេញទៅចំណែកឯពេលយប់វិញ Subaru គាត់គឺបានធ្វើដំណើរមកកាន់បន្ទប់របស់ Beatrice រួចគាត់ក៏បានសួរទៅកាន់ Beatrice ថាមើលមកកាន់គាត់មានអ្វីដូចជាប្លែកខ្លះប៉ុន្តែនៅពេលដែល Beatrice បានកលេចមើលទៅកាន់ Subaru មួយឆាច់នាងគឺដឹងភ្លាមថា Subaru គាត់គឺកំពុងតែត្រូវបណ្ដាសារបស់នរណាគេម្នាក់ទៀតហើយនៅពេលដែលអញ្ចឹងទៅវាគឺជាឱកាសល្អរបស់ Subaru គាត់នឹងយកជាមួយនឹងរឿងទាំងអស់នេះក៏ហក់ទៅកាន់អ្នកគ្រប់គ្នាដែលថាគាត់គឺត្រូវបណ្ដាសារបស់គេអញ្ចឹងហើយគាត់គឺបានសុំអំបោសទៅកាន់ Beatrice ឲ្យជួយមើលមកកាន់គាត់ផងតើបណ្ដាសារបស់គាត់គឺអ្នកណាគេជាអ្នកដាក់ Beatrice បាននិយាយប្រាប់ទៅកាន់ Subaru ថាអ្នកដែលបានដាក់បណ្ដាសាមកកាន់ Subaru គឺជាអ្នកដែលបានប៉ះគាត់តាំងពីព្រឹកមិញនៅពេលដែលលេងអញ្ចឹង Subaru គាត់ក៏ចាប់ផ្ដើមនឹកទៅដល់ចាស់ៗដែលបានដើរមកប៉ះខ្លួនប្រាណគាត់តែម្ដងប៉ុន្តែគាត់គឺមិនជឿទេថាមនុស្សចាស់ទាំងអស់នោះគឺដាក់បណ្ដាសាមកកាន់គាត់ប៉ុន្តែដោយសារតែវេទមន្តរបស់ Beatrice វាគឺខ្លាំងជាងដែលធ្វើឲ្យអាបណ្ដាសាដែលបានដាក់មកលើ Subaru ហ្នឹងវាគឺចាប់ផ្ដើមប្រតិកម្មអញ្ចឹងហើយ Beatrice ក៏អាចកម្ចាត់វាចោលបានសម្រេចចំណែកឯបណ្ដាសាអ្នកដែលបានដាក់មកលើ Subaru វិញវាគឺជាកន្លែងដែលកូនឆ្កែតូចហ្នឹងគឺវាបានខំមកកាន់ Subaru ហ្នឹងឯងអញ្ចឹងហើយ Subaru គាត់គឺចាប់ផ្ដើមដឹងហើយថាអាកូនឆ្កែទូចហ្នឹងវាមិនមែនជាកូនឆ្កែធម្មតាទេអញ្ចឹងហើយគាត់គឺត្រូវតែធ្វើអ្វីម្យ៉ាងត្រូវតែកម្ចាត់វាចោល Subaru គាត់គឺមិនចាំយូរទេគាត់គឺបំរុងធ្វើដំណើរទៅកាន់ភូមិមួយនោះវិញទាំងយប់តែម្ដងនៅពេលដែល Subaru គាត់គឺបានបបួលទៅកាន់កូនភ្លោះគឺគ្មានអ្នកណាគេចង់ទៅជាមួយនឹងគាត់ទេដោយសារតែពួកគេគឺត្រូវតែបំពេញជាមួយនឹងកិច្ចការរបស់ Roswell ដែលឲ្យពួកគេការពារផ្ទះប៉ុន្តែនៅពេលដែលពួកគេបានឃើញទៅកាន់ Subaru ហាក់ដូចជាលះលន់បែបនេះ Rin នាងក៏សម្រេចចិត្តថាឲ្យ Ram នាងគឺទៅជំនួសចំណែកឯ Rin ខ្លួនឯងនាងគឺត្រូវតែការពារអ្នកផ្ទះដូចជា Emily ហើយនិង Beatrice ជាដើមចំណែកឯ Ram ដំបូងឡើយនាងគឺចង់បដិសេធប៉ុន្តែដោយសារតែបងស្រីរបស់នាងគឺបង្ខំខ្លាំងពេកនាងក៏សម្រេចចិត្តថាធ្វើដំណើរទៅតែម្ដងនៅពេលដែលពួកគេទាំងពីរបានធ្វើដំណើរទៅដល់ភូមិវាគឺត្រូវពេលល្មមចំណែកឯអ្នកភូមិដទៃពួកគេគឺកំពុងតែស្លន់ស្លោដោយសារតែបាត់ជាមួយនឹងក្មេងៗចេញពីភូមិអស់ហើយចំណែកឯ Subaru វិញគាត់ក៏បានធ្វើដំណើរទៅដល់លបងមួយដែលវាគឺជាលបងដែលពួកគេគឺត្រូវតែចូលទៅក្នុងព្រៃប៉ុន្តែមើលទៅកាន់ Ram នាងហាក់ដូចជាមិនចង់ឲ្យ Subaru ចូលទៅប្រមាណឡើយដោយសារតែក្នុងចិត្តរបស់នាងគឺគិតអំពីកិច្ចការដែល Roswell ដាក់ឲ្យមកកាន់នាងការពារផ្ទះតែមួយគត់ប៉ុន្តែ Subaru គាត់គឺមិនបានគិតអញ្ចឹងនោះទេគាត់បាននិយាយទៅកាន់ Ram ថាគាត់មិនមែនជាមនុស្សអាត្មានិយមទេគាត់គឺសុខចិត្តលះបង់ជីវិតខ្លួនឯងឲ្យតែគាត់បានជួយសង្គ្រោះអ្នកដទៃនៅពេលដែលលើអញ្ចឹង Ram បានសួរទៅកាន់ Subaru ទៀតថាតើក្មេងៗទាំងអស់នោះតើវាសំខាន់ចំពោះ Subaru ណាមែនទេ Subaru គាត់ក៏មិនបានប្រកែកដែរគាត់បាននិយាយថាមែនហើយពួកគេពិតជាសំខាន់ណាស់សម្រាប់គាត់ទោះបីជាគាត់ទៅតែស្គាល់ពួកគេពិតមែនប៉ុន្តែគាត់គឺចង់ឲ្យពួកគេដើរឆ្ពោះទៅកាន់អនាគតរបស់ពួកគេគាត់គឺចង់ឲ្យពួកគេឃើញជាមួយនឹងអនាគតរបស់ខ្លួនឯងអញ្ចឹងហើយគាត់គឺមិនចង់ឲ្យពួកគេមានជីវិតខ្លីនោះទេនៅពេលដែល Ram បានស្ដាប់ឮនៅពីសម្លេងរបស់ Subaru ហើយនាងគឺចាប់ផ្ដើមផ្លាស់ប្ដូរចិត្តតែម្ដងរួចនាងបាននិយាយទៅកាន់ Subaru ថានាងនឹងជួយគាត់ហើយនាងក៏បានបង្ហាញជាមួយនឹងដុំដៃរបស់នាងនៅពេលដែល Subaru ឃើញហើយគាត់ក៏រៀងខ្លាចបន្តិចផងដែរ
នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ដីទួលពួកគេគឺបានឃើញជាមួយនឹងក្មេងៗដទៃដែលពួកគេគឺកំពុងតែដេកនៅលើដីទួលមួយនោះប៉ុន្តែពួកគេគឺមានជាមួយនឹងស្លាកស្នាមដែលមានជាមួយនឹងសត្វឆ្កែកំពុងតែខាំអញ្ចឹងហើយដើម្បីឲ្យពួកគេមានជាមួយនឹងសុវត្ថិភាពរ៉ែមនាងក៏សម្រេចចិត្តថាព្យាបាលទៅកាន់ពួកគេសិនចំណែកឯស៊ុបារុដោយសារតែគាត់គឺបានបាត់ជាមួយនឹងក្មេងស្រីម្នាក់ទៀតអញ្ចឹងហើយគាត់គឺត្រូវតែធ្វើដំណើរទៅរកនាងប៉ុន្តែក៏នៅតែដូចដើមអញ្ចឹងរ៉េមនាងក៏នៅតែបន្តខាត់ទៅកាន់ស៊ូបារុនាងបាននិយាយទៅកាន់ស៊ូបារុថាវាគឺជាអន្ទាក់របស់បិសាចទាំងអស់នោះទេប៉ុន្តែយើងពិតជាដឹងហើយថាស៊ូបារុគាត់គឺមិនទុកឲ្យក្មេងៗស្លាប់ឡើយគាត់បាននិយាយទៅកាន់រ៉េមថាគាត់គឺដឹងថានៅក្នុងចិត្តរ៉េមនៅពេលនេះគឺកំពុងតែគិតអីហើយគាត់គឺបាននិយាយប្រាប់ទៅកាន់រ៉េមទាំងអស់តែម្ដងថានៅក្នុងចិត្តរបស់រ៉េមនាងគឺចង់រកឱកាសដើម្បីសម្លាប់មកកាន់គាត់មិនដែរឬអត់ហើយគាត់គឺដឹងថែមទៀតថារ៉េមនាងគឺមានជាមួយនឹងសមត្ថភាពមួយយ៉ាងអាចហិតក្លិនអំពីគាត់នាងគឺដឹងថាគាត់គឺកំពុងតែមានជាមួយនឹងវេទមន្តអាបធ្មប់ប៉ុន្តែគាត់គឺចង់ប្រាប់ទៅកាន់នាងថាក្លិនដែលនាងបានធំក្លិនដោយសារតែគាត់គឺត្រូវបានដាសាអំពីពួកគេតែប៉ុណ្ណោះនៅពេលដែលឮអញ្ចឹងរ៉េមនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែស៊ូបារុគាត់គឺដឹងរាល់អ្វីដែលនាងបានគិតទាំងអស់ស៊ូបារុគាត់ក៏បានសន្យាទៅកាន់រ៉េមគាត់បាននិយាយថាបើសិនជាបេសកកម្មនេះជោគជ័យគាត់នឹងប្រាប់នៅរឿងរ៉ាវជាច្រើនដែលគាត់បានជួបប្រទះប្រាប់ទៅកាន់រ៉េមឲ្យដឹងចំណែកឯរ៉េមវិញនាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់ស៊ូបារុថានៅពេលដែលភារកិច្ចមួយនេះត្រូវបានបញ្ចប់នាងនឹងសួរសំណួរជាច្រើនទៅកាន់ស៊ូបារុនៅសំណួរដែលនាងចង់ដឹងដូចគ្នានៅពេលដែលស៊ូបារុគាត់ក៏នៅតែបន្តរត់ចូលទៅក្នុងព្រៃដើម្បីស្វែងរកជាមួយនឹងក្មេងស្រីម្នាក់ទីបំផុតគាត់ក៏អាចស្វែងរកនាងឃើញពិតមែនប៉ុន្តែស៊ូបារុគាត់ក៏ដឹងដូចគ្នាមូលហេតុដែលគាត់អាចឃើញក្មេងស្រីនៅទីនេះបានដោយសារតែវាគឺជាអន្ទាក់ប៉ុន្តែទោះបីជាគាត់ដឹងថាវាគឺជាអន្ទាក់យ៉ាងណាក៏ដោយគាត់ក៏នៅតែចូលទៅជួយនាងបន្ទាប់មកស្រាប់តែលេចចេញជាមួយនឹងសត្វឆ្កែបិសាចមួយក្បាលវាក៏បានបង្ហាញខ្លួនចេញមករួចវាក៏បានបើកការវិវហារទៅកាន់ស៊ូបារុតែម្ដងប៉ុន្តែដោយសារតែវាគឺមានតែមួយស៊ូបារុគាត់គឺអាចចាត់ការទៅកាន់វាបានយ៉ាងងាយស្រួលប៉ុន្តែសត្វឆ្កែមួយក្បាលហ្នឹងវាគឺមិនមែនមានតែមួយក្បាលហ្នឹងទេវាគឺមានជាមួយនឹងច្រើនក្បាលទៀតដែលវាគឺបានបង្ហាញខ្លួននៅក្នុងព្រៃនៅពេលដែលវាបានបើកការវាយប្រហារទៅកាន់ស៊ូបារុពិតជាសំណាងខ្លាំងណាស់រ៉េមនាងក៏អាចធ្វើដំណើរមកដល់ទាន់ពេលវេលាហើយរ៉េមនាងពិតជាខ្លាំងណាស់នាងគឺអាចសម្លាប់ទៅកាន់សត្វឆ្កែទាំងអស់នោះបានយ៉ាងងាយស្រួលអញ្ចឹងហើយយើងគឺមិនចាំបាច់ឆ្ងល់ទេថាហេតុអីបានជានាងសម្លាប់ទៅកាន់ស៊ូបារុងាយស្រួលយ៉ាងនេះប៉ុន្តែពួកគេទាំងពីរគឺគ្មានពេលវេលាដើម្បីចាត់ការទៅកាន់ពួកវានោះទេដោយសារតែពួកវាគឺមានគ្នាច្រើនខ្លាំងពេកអញ្ចឹងហើយពួកគេក៏សម្រេចចិត្តថារត់ចាកចេញអំពីព្រៃនឹងតែម្ដងប៉ុន្តែនៅពេលនោះអាកូនឆ្កែតូចនឹងវាក៏បានបង្ហាញខ្លួនដែលយើងគឺអាចបញ្ជាក់បានថាវាគឺជាមេគេនឹងឯងហើយវាគឺបានប្រើជាមួយនឹងវេទមន្តដីបានបង្កាត់ជាមួយនឹងដីយ៉ាងច្រើនបុកសម្ដៅទៅកាន់ស៊ូបារុតែម្ដងដើម្បីការពារទៅកាន់ស៊ូបារុរ៉េមនាងក៏សម្រេចចិត្តថារុញទៅកាន់ស៊ូបារុចេញដោយសារតែជួយសង្គ្រោះទៅកាន់ស៊ូបារុនាងគឺត្រូវបានកតិចថ្មទាំងអស់នោះបានបុកទៅកាន់រ៉េមមួយទំហឹងនៅពេលដែលស៊ូបារុគិតថាជីវិតរបស់គាត់ត្រូវបញ្ចប់នៅត្រឹមនឹងទៅហើយស្រាប់តែរ៉េមនាងក៏បានក្រោកឈរឡើងមកវិញរួចនាងក៏ចាប់ផ្ដើមដោះស្នែងនៅលើក្បាលតែម្ដងគ្រាន់តែរ៉េមដោះស្នែងនៅលើក្បាលភ្លាមនាងក៏ចាប់ផ្ដើមសាយដូចជាមនុស្សឈួតអញ្ចឹងរួចនាងក៏បានបើកការវិវហារទៅកាន់សត្វឆ្កែទាំងអស់ហ្នឹងសម្រាប់ខ្ទេចគ្មានសល់ប៉ុន្តែវាក៏មានជាមួយនឹងសត្វឆ្កែមួយចំនួនវាក៏បានឆ្មក់ទៅកាន់រ៉េមដើម្បីជួយសង្គ្រោះទៅកាន់រ៉េមស៊ូបារុក៏សម្រេចចិត្តថាចរុញនាងចេញដោយសារតែការជួយសង្គ្រោះទៅកាន់រ៉េមស៊ូបារុគាត់គឺត្រូវបានសត្វឆ្កែទាំងអស់នោះខាំមកកាន់គាត់មានរបួសយ៉ាងខ្លាំងចំណុចឯរ៉េមវិញនាងគឺពិតជារន្ធត់ចិត្តខ្លាំងណាស់រួចនាងបាននិយាយទៅកាន់ស៊ូបារុថាកុំស្លាប់ចោលនាងអីសោះនៅពេលដែលស៊ូបារុគាត់គិតថាគាត់គឺត្រូវបានស្លាប់ទៅហើយគាត់គឺបានឮជាមួយនឹងសលេងរបស់រ៉េមគឺកំពុងតែនិយាយគ្នាជាមួយនឹងបេត្រីតតាមអ្វីដែលស៊ូបារុបានឮរ៉េមបាននិយាយទៅកាន់បេត្រីតថានាងនឹងខំប្រឹងធ្វើអ្វីៗគ្រប់យ៉ាងឯតែស៊ូបារុគាត់គឺមានជីវិតចំណែកឯបេត្រីតបាននិយាយទៅកាន់រ៉េមវិញថាប្រហែលជាស៊ូបារុគ្មានជីវិតរស់ទេដោយសារតែមុខរបួសរបស់គាត់វាគឺពិតជាច្រើនកន្លែងខ្លាំងណាស់នៅពេលដែលស៊ូបារុគាត់គឺបានសម័យរួចហើយនៅពេលដែលគាត់បានបើកភ្នែកត្រឡប់មកវិញគឺគាត់ឃើញថាខ្លួនឯងគឺមិនទាន់បានស្លាប់នោះទេប៉ុន្តែទាស់ត្រង់ថានៅពេលនេះគាត់គឺមិនមែននៅក្នុងវិមានរបស់ពួកគេទៀតទេប៉ុន្តែពួកគេគឺស្ថិតនៅក្នុងភូមិហើយគាត់ក៏បានកលេចឃើញជាមួយនឹងអេម៉ាលីដែលនាងក៏កំពុងតែអង្គុយរងចាំស៊ូបារុក្រោកអំពីការស្លាប់ដែរនៅពេលដែលស៊ូបារុគាត់ភ្ញាក់អំពីការស្លាប់ហើយគាត់បានធ្វើដំណើរទៅដល់ខាងក្រៅគាត់គឺបានជួបប្រទះគ្នាជាមួយនឹងរីនចំណែកឯរីនវិញនៅពេលនេះនាងគឺកំពុងតែយកជាមួយនឹងដំឡូងចែកជូនទៅកាន់អ្នកភូមិទាំងអស់គ្នានៅពេលដែលស៊ូបារុបានជួយសង្គ្រោះទៅកាន់ក្មេងៗមើលទៅកាន់អ្នកភូមិគ្រប់គ្នាពួកគេគឺពិតជាអរគុណទៅកាន់ស៊ូបារុខ្លាំងណាស់
នៅពេលដែលស៊ូបារុបានសួរសុខទុក្ខទៅកាន់ក្មេងៗរួចហើយគាត់គឺបានឃើញជាមួយនឹងបេត្រីតដែលនាងគឺកំពុងតែចង់និយាយជាមួយនឹងស៊ូបារុបេត្រីតនាងគឺបាននាំស៊ូបារុទៅកន្លែងមួយដើម្បីនិយាយគ្នាបេត្រីតបាននិយាយទៅកាន់ស៊ូបារុថាតាមអ្វីដែលនាងបានឃើញអំពីស៊ូបារុមើលទៅកាន់ស៊ូបារុគាត់គឺហាក់ដូចជាមិនខ្លាចជាមួយនឹងការស្លាប់តតែសោះប៉ុន្តែស៊ូបារុគាត់ក៏បាននិយាយប្រវែងដែនរួចគាត់បាននិយាយប្រាប់ទៅកាន់នាងថាអត់ខ្លាចស្លាប់យ៉ាងម៉េចអ្នកណាគេក៏ខ្លាចស្លាប់ដែរ បេត្រីតបាននិយាយទៅកាន់ស៊ូបារុថានាងគឺពិតជាសរសើរទៅកាន់ស៊ូបារុខ្លាំងណាស់ដោយសារតែនៅពេលដែលសត្វឆ្កែទាំងអស់នោះបានខំទៅកាន់ស៊ូបារុវាគឺបានដាក់បណ្ដាសាទៅកាន់ស៊ូបារុ4កន្លែងបណ្ដាសា4ដងវាគឺពិតជាពិបាកព្យាបាលខ្លាំងណាស់នៅពេលដែលនាងគិតថាស៊ូបារុគឺស្លាប់ទៅហើយប៉ុន្តែស៊ូបារុក៏បែរទៅជាអាចរស់រានមានជីវិតទៅវិញនៅពេលដែលពួកគេកំពុងតែនិយាយគ្នាចោលឡើងហ្នឹងស៊ូបារុគាត់ក៏បាននឹកទៅដល់ពាក្យសម្ដីរបស់រ៉េមដែលបានសុំអំបរទៅកាន់បេត្រីតឲ្យជួយសង្គ្រោះមកកាន់គាត់ អញ្ចឹងហើយស៊ូបារុក៏ចាប់ផ្ដើមសួរទៅកាន់បេត្រីតថារ៉ែមនៅពេលនេះនាងគឺនៅឯណាប៉ុន្តែមើលទៅកាន់បេត្រីតហាក់ដូចជាមិនចង់ប្រាប់ទៅកាន់ស៊ូបារុទេប៉ុន្តែនៅពេលនោះរៀននាងក៏បានធ្វើដំណើរមកដល់នាងបាននិយាយទៅកាន់ស៊ូបារុថារ៉ែមនាងគឺកំពុងតែទៅសងសឹកជាមួយនឹងសត្វឆ្កែដែលបានខំទៅកាន់ស៊ូបារុនៅពេលដែលរៀនបំរុងនឹងធ្វើដំណើរចូលទៅដល់ក្នុងព្រៃដើម្បីជួយសង្គ្រោះទៅកាន់រ៉ែមស៊ូបារុគាត់ក៏បានហាមឃាត់នាង ស៊ូបារុបាននិយាយទៅកាន់រីនថាសត្វឆ្កែទាំងអស់នោះវាពិតជាខ្លាំងណាស់យើងគឺគ្មានឱកាសនៅក្នុងការយកឈ្នះវាបានទេប៉ុន្តែរីននាងបាននិយាយប្រាប់ទៅកាន់ស៊ូបារុវិញថានាងគឺមានជាមួយនឹងវេទមន្តខ្យល់អញ្ចឹងហើយនាងគឺអាចជួយសង្គ្រោះទៅកាន់រ៉ែមបានដោយសារតែអញ្ចឹងហើយស៊ូបារុគាត់ក៏សម្រេចចិត្តថាចូលទៅក្នុងព្រៃជាមួយនឹងរីនតែម្ដងនៅពេលដែលពួកគេបានធ្វើដំណើរចូលទៅដល់ក្នុងព្រៃពួកគេក៏បានជួបជាមួយនឹងសត្វឆ្កែមួយចំនួនផងដែរប៉ុន្តែរីននាងគឺអាចចាត់ការជាមួយនឹងសត្វឆ្កែទាំងអស់នោះបានយ៉ាងងាយ នៅពេលដែលពួកគេទាំងពីរបានធ្វើដំណើរតាមផ្លូវរីននាងគឺបានប្រាប់ជាមួយនឹងរឿងសម្ងាត់របស់នាងជាមួយនឹងរ៉ែមប្រាប់ទៅកាន់ស៊ុបារុឲ្យបានដឹងរីនបាននិយាយថានាងគឺដឹងថារ៉ែមគឺខ្លាំងជាងនាងមិនថាការប្រយុទ្ធមិនថាការធ្វើម្ហូបរ៉ែមនាងគឺខ្លាំងទាំងអស់រាល់ថ្ងៃនេះនាងក៏រស់នៅបច្ចុប្បន្នក៏ពឹងផ្អែកទៅលើរ៉ែមដែរចំណែកឯមូលហេតុដែលរ៉ែមគឺខ្លាំងជាងរីនដោយសារតែរ៉ែមនាងគឺមានជាមួយនឹងស្នែង ប៉ុន្តែរឿងរ៉ាវអតីតកាលរបស់បងប្អូនទាំងពីរហ្នឹងយើងគឺមិនទាន់អាចបង្ហាញបានទេដោយសារតែខ្លាចខូចសាច់រឿងរបស់គេអញ្ចឹងហើយយើងគឺចាំដឹងវានៅវគ្គបន្ទាប់នៅពេលដែលពួកគេបានធ្វើដំណើរអស់រយៈពេលជាយូរពួកគេគឺមិនបានជួបប្រទះជាមួយនឹងរ៉ែមតតែសោះចំណែកឯស៊ូបារុគាត់ក៏ចាប់ផ្ដើមមានជាមួយនឹងកំណត់មួយដោយសារតែគាត់ដឹងថាពួកសត្វឆ្កែបិសាចទាំងអស់ហ្នឹងវាគឺធំក្លិនជាមួយនឹងវេទមន្តមេធ្នប់របស់គាត់វានឹងរត់មកដល់ទីនេះ អញ្ចឹងហើយដើម្បីឲ្យបណ្ដាសារបស់ស៊ុបារុវាគឺធំក្លិនគាត់គឺបាននិយាយប្រាប់ទៅកាន់រៀនថាគាត់គឺស្លាប់8ដងហើយនៅពេលដែលគាត់និយាយរួចវាគឺដូចជារាល់ដងអញ្ចឹងស៊ុបារុគាត់ក៏ចាប់ផ្ដើមឈឺបេះដូងប៉ុន្តែចំណែកឯរិននាងគឺមិនយល់រាល់ពាក្យសម្ដីដែលស៊ុបារុបាននិយាយនោះទេនិយាយទៅគឺបណ្ដាសារបស់ស៊ុបារុនឹងវាគឺហាមឃាត់តែម្ដងវាគឺមិនឲ្យអ្នកណាគេដឹងថាស៊ុបារុនឹងគឺអាចស្លាប់ហើយរស់មកវិញបានឡើយហើយវាគឺពិតជាដោយកម្រងការដែលស៊ុបារុបានគ្រោងទុកពិតមែន នៅពេលដែលសត្វឆ្កែទាំងអស់នោះវាគឺបានធំជាមួយនឹងវេទមន្តមេធ្នប់វាគឺបានធ្វើដំណើរមកដល់ទីនេះតែម្ដងចំណែកឯខាងរ៉ែមឯនោះវិញនៅពេលដែលនាងគឺកំពុងតែប្រយុទ្ធជាមួយនឹងសត្វឆ្កែទាំងអស់នោះនាងក៏បានធំក្លិនជាមួយនឹងវេទមន្តមេធ្នប់ផងដែរចំណែកឯខាងសូបារុហើយនិងរិនវិញពួកគេទាំងពីរគឺមិនអាចទប់ទល់ជាមួយនឹងសត្វឆ្កែបិសាចនឹងបានទេនៅពេលណាដែលរិនបានប្រើជាមួយនឹងវេទមន្តខ្យល់របស់នាងកាន់តែច្រើននាងគឺកាន់តែអស់កម្លាំងអញ្ចឹងហើយពួកគេគឺមិនអាចទប់ទល់ជាមួយនឹងបិសាចនឹងបានឡើយ អញ្ចឹងហើយពួកគេក៏សម្រេចចិត្តថារត់គេចអំពីបិសាចឆ្កែនឹងតែម្ដងប៉ុន្តែមិនថាពួកគេខំប្រឹងព្យាយាមរត់ទៅដល់ទីណាទេបិសាចឆ្កែនឹងក៏នៅតែឡោមព័ទ្ធពួកគេបានដដែលនៅពេលដែលសុបារុគិតថាជីវិតរបស់គាត់ត្រូវបានបញ្ចប់ទៅហើយស្រាប់តែរ៉េមនឹងក៏បានធ្វើដំណើរមកដល់តែម្ដងនៅពេលដែលឃើញអញ្ចឹងសុបារុគាត់ពិតជាមានសង្ឃឹមខ្លាំងណាស់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលរ៉េមនាងបែរទៅជាបាកាវិបាហាទៅកាន់សុបារុទៅវិញ មូលហេតុនោះដោយសារតែរ៉េមនាងគឺបានប្រើជាមួយនឹងស្នែងរបស់នាងច្រើនដងពេកអញ្ចឹងហើយនាងគឺចាប់ផ្ដើមបាត់បង់ស្មារតីហើយនាងគឺមិនស្គាល់ថាសូបារុហើយនឹងរីននឹងគឺជាអ្នកណាគេទេជាពិសេសនៅពេលដែលនាងឃើញអ្នកណាគេនាងនឹងបើកការវិវហាទៅកាន់អ្នកនោះតែម្ដងនៅពេលដែលរ៉េមនាងគឺកំពុងតែតបទល់ជាមួយនឹងបិសាចឆ្កែទាំងអស់នោះសូបារុគាត់ក៏សម្រេចចិត្តថារត់ចេញប៉ុន្តែរីនក៏បានហាមឃាត់គាត់រីនបាននិយាយទៅកាន់សូបារុថានាងគឺមានជាមួយនឹងវិធីអាចដាស់ស្មារតីរបស់រ៉េមមកវិញបាន ចំណែកឯវិធីអាចដាស់ស្មារតីរបស់រៀនមកវិញស៊ូបារុគាត់គឺត្រូវតែកាត់បំបាក់ស្នែងរបស់នាងដោយសារតែអញ្ចឹងទៅស៊ូបារុគាត់ក៏ចាប់ផ្ដើមមានជាមួយនឹងកំណត់មួយគាត់គឺដឹងទោះបីជារ៉េមនាងគឺបាត់បង់ជាមួយនឹងការគ្រប់គ្រងយ៉ាងណាក៏ដោយក៏នាងក៏មិនហ៊ានសម្លាប់ទៅកាន់បងប្អូនរបស់នាងដែរអញ្ចឹងហើយស៊ូបារុគាត់ក៏បានប្រើជាមួយនឹងកម្លាំងរបស់គាត់ទាំងអស់ចាប់កវេនរិនសម្ដៅទៅកាន់រ៉េមតែម្ដង
ហើយវាពិតជាដូចដែលអ្វីដែល Subaru គាត់បានគិតពិតមែនដោយ RAM នាងគឺមិនបានបើកការវាយប្រហារទៅកាន់ Rin នោះទេនៅពេលដែល RAM កំពុងតែអោបទៅកាន់ Rin Subaru គាត់ក៏បានស្ទុះចូលយ៉ាងលឿនដើម្បីកាប់បំបាក់នៅស្នែងរបស់នាងប៉ុន្តែគឺចង្រៃត្រង់ថានៅពេលដែល Subaru គាត់ស្ទុះចូលហ្នឹង Rin នាងគឺបានគេចអញ្ចឹងហើយ Subaru គាត់គឺមិនអាចកាប់ស្នែងនាងត្រូវទេនៅពេលដែល RAM នាងគឺបំរុងនឹងបើកការវាយប្រហារទៅកាន់ Subaru ទៅហើយស្រាប់តែអាកូនឆ្កែទូចហ្នឹងវាគឺបានបើកការវាយប្រហារទៅកាន់ RAM អញ្ចឹងហើយនៅពេលដែល RAM នេះគឺកំពុងតែទប់ទល់ជាមួយនឹងការវាយប្រហាររបស់អាកូនឆ្កែទូចហ្នឹង Subaru គាត់គឺបានយកជាមួយនឹងឱកាសមួយនេះកាប់ទៅកាន់ស្នែងរបស់ RAM បានសម្រេច